Bácខ្ញុំបាទសូមជម្រាបសួរពុកម៉ែមីងទាំងអស់គ្នាបាទនៅក្នុងថ្ងៃនេះពុកម៉ែមីងបាទគឺថ្ងៃទី12ហើយសម្រាប់ថ្ងៃនេះខ្ញុំបាទមានសប្បន្នដែរតើពុកម៉ែមីងបាទប៉ុន្តែចង់ភ្លេចពុកម៉ែមីងហើយម្យ៉ាងរវល់រៀងបាទយឺតយូរសម្រាប់ពុកម៉ែមីងបាទអញ្ចឹងនៅក្នុងថ្ងៃនេះគឺខ្ញុំសប្បន្នថាវាយើងទៅដងត្រីពុកម៉ែមីងបាទទៅដងត្រីហើយដល់ពេលខ្ញុំដងទៅតាមពិតថ្នងហ្នឹងមិនមែនជាថ្នងរបស់ខ្ញុំទេថ្នងរបស់គេបាទគាត់យើងខ្ចីគេអញ្ចឹងណាអញ្ចឹងដងគេទៅបានត្រីឆ្កែងមួយរៀងធំគួរសមដែរយើងក៏ណាយតម្លាក់ថ្នងតម្លាក់អីដើម្បីដោះត្រីអញ្ចឹងណាពេលទៅដោះត្រីហ្នឹងសាវាគាត់ធ្លាក់ត្រីមកពីលើទៀតប៉ុន្តែត្រីរបៀបត្រីអាំងពុកម៉ែមីងត្រីអាំងមានត្រីរស់មានត្រីស្អីគេទេខ្ញុំដូចត្រីប្រាដែរពុកម៉ែមីងហ្នឹងហើយធ្លាក់ចូលមកទៅក្នុងអាសំណាញ់យើងហ្នឹងអាក្នុងអាសាច់ថ្នងយើងហ្នឹងបាទហើយខ្ញុំក៏លើកចេញមកខ្ញុំឆ្ងល់ដែរចុះមិនមែនថាត្រីឆ្កែមួយតែមិនបានឥឡូវបានចេញជាត្រីប្រហែល2 3ត្រីទៀតហ្នឹងហើយដល់ពេលតាមបានដឹងថាអូអាហ្នឹងតែប៉ត្រីនេះណាត្រីងៀតត្រីអីយើងយកមកទុកមកហូបបាយហូបអីតាបាទហ្នឹងហើយអញ្ចឹងក៏សប្បន្នរបស់ខ្ញុំក៏ចប់ត្រឹមប៉ុណ្្នឹងឯងពុកម៉ែមីងបាទមានប៉ុណ្ណឹងសូមជូនពរពុកម៉ែមីងហើយអ្នកនរគ្នា